តែយើងអាចមើលស្គាល់ជនជាតិខ្មែរដោយសម្គាល់ទៅលើអ្វីខ្លះជនជាតិនីមួយៗសុទ្ធសឹងតែមានអត្តសញ្ញាណរៀងៗខ្លួនលើកលែងតែក្រុមមនុស្សដែលបំបែកខ្លួនចេញពីជាតិសាសន៍ផ្សេងហើយព្យាយាមបង្កើតជាតិសាសន៍មួយថ្មីទៀតពេលនោះពួកគេនឹងត្រូវបានបង្កើតអត្តសញ្ញាណថ្មីមួយដោយខ្លួនឯងបើទោះជាត្រូវលួចចម្លងឬក៏ត្រូវយករបស់គេទៅកែច្នៃជារបស់ខ្លួនឯងក៏ដោយជនជាតិខ្មែរមានប្រវត្តិយូរលង់ណាស់មកហើយទឹកដីនេះត្រូវបានគេប្រសិទ្ធនាមថាជាដែនដីសុវណ្ណភូមិដូនតាយើងបានបន្សល់ទុកនៅពូជពង្សនេះនៅលើផែនដីដោយមានទឹកតាងច្បាស់លាស់គឺទង់ជាតិភ្លេងជាតិភាសាអក្សរសិល្បៈវប្បធម៌អក្សរសាស្ត្រជំនឿសាសនាប្រពៃណីនិងទំនៀមទម្លាប់ផ្សេងទៀតដែលឆ្លុះបញ្ចាំងនៅផ្នត់គំនិតទស្សនៈចរិតលក្ខណៈជាតិខ្មែរជនជាតិខ្មែរភាគច្រើនមានសម្បុរស្រអែមគឺមិនខ្មៅពេកមិនសពេកមានកម្ពស់មធ្យមប្រមាណ1.60 ម៉ែត្រសម្បុរភ្នែកទ្រុងខ្មៅសក់រួញឬក៏រួញអង្គាដីមិនធាត់មិនស្គមលលាក្បាលមិនវែងមិនមូលគឺកណ្ដាលបបោមាត់មិនក្រាស់ពេកមិនស្ដើងពេកលក្ខណៈដូចនេះយើងអាចប្រៀបធៀបស្រដៀងឬក៏លក្ខណៈដោយពួកមនុស្សនៅលើកោះមេឡានេស៊ីតាំងនៅលើផ្ទៃសមុទ្រប៉ែកខាងកើតខាងត្បូងនិងខាងលិចប្រទេសអូស្ត្រាលីបើទោះបីជាវិទ្យាសាស្ត្រជឿនលឿនអាចនាំមនុស្សទៅតំបន់ផ្សេងនៅក្នុងសកលលោកឲ្យមកជួបគ្នាបង្កើតទំនាក់ទំនងរហូតដល់បាត់លក្ខណៈដើមខ្លះតែក៏មិនមែនទាំងស្រុងដែរនៅមានព្រលឹងជាម្ចាស់ស្រុកនៅក្នុងខ្លួនគ្រប់គ្នាដោយយើងអាចមើលឃើញតាមរយៈការប្រស្រ័យតាក់ទងគ្នានិងទម្លាប់ផ្សេងនៅក្នុងជីវភាពរស់នៅប៉ុន្មានថ្ងៃនេះមានមតិជាច្រើនលើកឡើងនៅពេលដែលប្រជាពលរដ្ឋទៅអបអរសាទរនិងទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីខ្លះក៏ថារូបភាពមិនសមរម្យអាចនាំឲ្យជាតិសាសន៍ដទៃទៀតមើលស្រាលថាយើងគ្មានរបៀបខ្លះក៏គាំទ្រជាយោបល់របស់ខ្ញុំនេះគឺជារូបភាពមួយដែលល្អនិងតាក់ទាញទៅវិញទេវាក៏ជាឱកាសដែលខ្មែរម្ចាស់ស្រុកបានមកមើលសមិទ្ធផលថ្មីដែលជាចំណែករបស់គាត់ដែរទឹកមុខរបស់ពួកគាត់រីករាយរំភើបសម្លៀកបំពាក់របស់លោកតាលោកយាយខ្លះនៅរក្សាទម្រង់បុរាណដំណើររបស់គាត់ទន់ភ្លន់គួរឲ្យស្រឡាញ់សមជាពូជអ្នកថ្លៃថ្នូរ